ស្ដីពុកម៉ែបងប្អូនអរគ្នាមកសុំមកចែករំលែកតិចនៅក្នុងបញ្ហាត្រាក់ទ័រហុយស៊ីប្រេងសិនហើយនេះបញ្ហារបស់វានេះហុយស៊ីប្រេងសិនដោយសារហ្នឹងនេះបញ្ហាក្បាត់ប៊ីស្តុងវាក្បាត់ខ្លាំងអាឡុងហើយសម្រាប់ពុកម៉ែបងប្អូនមានបញ្ហាដូចខ្ញុំនិយាយអញ្ចឹងអាចទស្សនាវីដេអូនេះបាននេះរងកន្លះរបស់វាអត់អីទេរងកន្លះរបស់វាអត់ទាន់ចែកហើយសម្រាប់ក្បាលសប៉ាប់ក្បាលកន្លះគឺវាមានបញ្ហាផុងសប៉ាប់ខ្លាំងដូចគ្នាអញ្ចឹងវាបណ្ដាធ្វើឲ្យហុយស៊ីប្រេងសិនដូចគ្នានឹងនេះយើងត្រូវការប៉ៃឡតដូរចានដូរសប៉ាប់ឲ្យថ្មីអញ្ចឹងណាហើយបញ្ហាស៊ីប្រេងសិនមួយទៀតហ្នឹងគឺវាលេចវាលេចខាងក្រោយផងដូចបងប្អូនបានឃើញស្ទើរប្រេងសិនវាដកនៅជាប់នៅក្នុងស៊ីឡាំងហ្នឹងយើងពុកម៉ែបងប្អូនខ្លះគាត់អត់ដឹងទេគាត់ប្រើត្រាក់ទ័រអញ្ចឹងណាពេលខ្លះទៅត្រាក់ទ័រក៏អត់ហុយទេប៉ុន្តែវាបាត់ប្រេងសិននេះឌីសរបស់វាឌីសនេះគឺឃើញថានៅវាស្អាតទេសាច់ឌីប៉ុន្តែវាអន់រសោសាច់ឌីគឺនៅក្រាស់អញ្ចឹងហើយក៏ឲ្យចាស់គាត់ដូរចេញនេះឌីស៊ីនហើយសម្រាប់តូឌីនេះគឺឌីស៊ីនហ្មងស៊ីននៅនឹងត្រាក់ហ្មងផ្លាតូស៊ីនស្អាតអត់មានបញ្ហាអីទេហើយសម្រាប់ត្រាក់ទ័រនេះគឺអេមបងប្អូនគឺឆ្នាំទៀតមែនទេឆ្នាំ056ហើយនៅឌីស៊ីននៅឡើយហើយមកផ្លាតូក្រោមគឺអាឡូងក្លិតអត់មានបញ្ហាខូចអីទេប៉ុន្តែយើងត្រូវដូរឌីនេះចេញដោយសារថាយើងដោះវាហើយអញ្ចឹងណាហើយណាមួយទៀតវារៀងអន់រសោវាធូរឡងអស់ហើយវាសើមប្រេងសិនផងបងប្អូនហើយនេះក្នុងចំណុចលិចនៅខាងធ្វើវាលិចខាងក្រោយគឺយើងអត់ងាយដឹងទេលុះត្រាតែយើងពិនិត្យវាខ្លាំងតាមដានវាខ្លាំងអញ្ចឹងណាថ្ងៃនេះគឺយើងដូរជូនគាត់មកស្អាតហើយសម្រាប់ក្បាត់គឺបងប្អូនបានឃើញអញ្ចឹងគឺប្រហោងធំខ្លាំងមែនទែនចូល75លីឯងប្រហោងប៉ុណ្ណឹងគឺវាមិនត្រឹមតែស៊ីទេគឺវាបាចតែម្ដងហ្នឹងហើយសម្រាប់បងប្អូនមានចំណាប់អារម្មណ៍អីអាចទាក់ទងមកបានឬក៏មានបញ្ហាដូចក្នុងវីដេអូហ្នឹងអាចទស្សនានៅក្នុងវីដេអូនេះបាននេះធ្វើវាលើកែងក្រោយរបស់វាយើងដោះវាចេញហើយអស់ហើយណាមួយវាធូរប្រឡងចកេះបងប្អូនធូរប្រឡងចកេះហ្នឹងដូចបងប្អូនបានឃើញអញ្ចឹងអានេះវាមិនមែនលាបប៉ុណ្ណឹងទេអានេះវាខ្ញុំមូបញ្ចេញមកវិញទេវាធូរវាអញ្ចឹងទៅយើងត្រូវការដោះលាបកៅវាដាក់ឡើងទៅវិញដើម្បីឲ្យស្អាតអញ្ចឹងណាហើយសម្រាប់បើកន្លះរបស់វាគឺវាផុងទាំងអស់ហ្មងផុងសម្រាប់ខ្យល់អញ្ចឹងយើងត្រូវការវាយឡតដូរចានដូរអីថ្មីអញ្ចឹងណាហ្នឹងហើយបងប្អូនអរគ្នានេះវីដេអូរបស់ខ្ញុំបានមានច្រើននេះមានលក្ខណៈចូលចែកលេខទាំងបងប្អូនអរគ្នាពុកពេញចិត្តវីដេអូកុំភ្លេចជួយ follow នេះមួយផង